ជ័យយោសមាជមហាជនខ្មែរថ្ងៃទី6 ខែតុលាឆ្នាំ2013ខ្ញុំបកណាខ្ញុំបាទកម្មសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពស្ការៈដ៏ខ្ពង់ខ្ពស់សូមជម្រាបសួរបងប្អូនជនរួមជាតិជាទីស្នេហាជាពិសេសសមាជិកសមាជិកានៃអង្គសមាជមហាជនដ៏អាចក្លាហានជួយយកបងប្អូនឲ្យក្លាហានសមាជមហាជនថ្ងៃនេះគឺជាប្រវត្តិសាស្ត្រដែលប្រជារាស្ត្រខ្មែរយើងបានដឹងហើយថាប្រជាពលរដ្ឋខ្មែរជាម្ចាស់អំណាចត្រូវការធ្វើការសម្រេចចិត្តដើម្បីចង្អុលបង្ហាញឲ្យអ្នកដឹកនាំប្រទេសអ្នកនយោបាយទាំងអស់ធ្វើអ្វីទៅតាមឆន្ទៈរបស់ខ្លួនហើយសមាជបែបនេះយើងដឹងហើយថានៅប្រទេសដែលកាន់ប្រជាធិបតេយ្យគេរមែងតែងតែបើកឲ្យប្រជាពលរដ្ឋដើម្បីប្រើប្រាស់នៅអំណាចដោយផ្ទាល់គឺជាប្រជាធិបតេយ្យដោយផ្ទាល់មិនត្រឹមតែការប្រើប្រាស់នៅអំណាចរបស់ខ្លួនតាមអ្នកតំណាងរាស្ត្រដោយនៅក្នុងសភាជាដើមទៅឡើយដូច្នេះថ្ងៃនេះមូលហេតុដែលមានសមាជមហាជនដែលយើងជួបជុំគ្នារៀបចំថ្ងៃនេះគឺដោយសារប្រជាប្រដ្ឋខ្មែរបានអស់ជំនឿលើគណៈបកប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេស4អាណត្តិមកហើយនឹងបងប្អូនជួយយកគណៈបកសង្គ្រោះជាតិចិត្តត្រូវតែទាមទារឲ្យមានការផ្លាស់ប្ដូរឲ្យបានជាដាច់ខាតជួយយកគណៈបកសង្គ្រោះជាតិអរគុណស្ថានភាពនយោបាយដែលប្រជាជាតិខ្មែរបានសម្រេចចិត្តរកឈរឡើងយ៉ាងអង់អាចក្លាហានយ៉ាងប្រថុយប្រថាននេះពីព្រោះយើងគ្មានជំនឿលើគណៈបកប្រជាជនកម្ពុជាទៀតជាដាច់ខាតយើងដឹងហើយថាអ្នកដឹកនាំដដែលមនុស្សដដែលខូចដដែលបំផ្លាញខ្មែរដដែលសម្លាប់ខ្មែរដដែលប្រជារាស្ត្រខ្មែរត្រូវការឲ្យមានការផ្លាស់ប្ដូរក៏ប៉ុន្តែដោយសារខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនាចង់ដោះស្រាយបញ្ហាដោយអហិង្សាចង់ឲ្យមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ក៏ប៉ុន្តែជាអកុសលយើងមានកោចបមួយចៅបសៀតដែលមិនអាចធ្វើឲ្យមានការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌បានជួយយកគណៈបកសង្គ្រោះជាតិជួយយកបរិបទឲ្យក្លាហានដូច្នេះយើងបានទៅចូលរួមបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្ដូរសហគមន៍ជាតិអន្តរជាតិគេទាមទារឲ្យការផ្លាស់ប្ដូរមួយតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌គេទាមទារឲ្យកោចបធ្វើការកែតម្រង់ឲ្យចុះឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវឲ្យរៀបចំបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវឲ្យរៀបចំការបោះឆ្នោតឲ្យមានយុត្តិធម៌ផ្ទុយទៅវិញកោចបមិនបានអនុវត្តតាមអនុសាសន៍របស់អង្គការសហជាតិតែបន្តិចសោះឡើយមុនបោះឆ្នោតគេទាមទារឲ្យកែមិនព្រមកែដល់របស់ឆ្នោតលួចស្លឹកឆ្នោតប្រជារាស្ត្រខ្មែរក្រោកឈរឡើងហើយបងប្អូនយើងតើគ្នាមិនអាចទទួលស្គាល់នៅលទ្ធផលបោះឆ្នោតដែលលួចបន្លំដែលមតិជាតិអន្តរជាតិរួមទាំងគណៈបកកណ្ដាលអំណាចខ្លួនឯងក៏ដឹងដែរថាបោះឆ្នោតនេះគឺគណៈបកសង្គ្រោះជាតិទេគឺជាអ្នកឈ្នះឆ្នោតជួយយកគណៈបកសង្គ្រោះជាតិដូច្នេះ
ក្រោយការបោះឆ្នោតភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរកើតឡើងប្រជារាស្ត្រខ្មែរទាមទារឲ្យធ្វើការស៊ើបអង្កេតបង្កើតគណៈកម្មការឯករាជ្យដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោតគណៈបកប្រជាជនកម្ពុជាក៏ដូចជាកជបដែរគឺអត់ហ៊ានរកការពិតទេពីព្រោះដឹងខ្លួនថាលួចឆ្នោតមែននេះចឹងហើយបានជាគណៈបកសង្គ្រោះជាតិឃើញស្ថានភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរនេះប្រជារាស្ត្រខ្មែរគ្មានសង្ឃឹមលើកជបទេប្រជារាស្ត្រខ្មែរគ្មានសង្ឃឹមលើគណៈបកកណ្ដាលអំណាចបច្ចុប្បន្នទេប្រជារាស្ត្រខ្មែរសម្រេចចិត្តធ្វើមហាបដកម្មទូទាំងប្រទេសយ៉ាងក៏គិតក៏ក្រែងកន្លងមកដោយទៅវិញគេមិនខ្ចីអើពើនិងកម្លាំងមហាជននិងសម្លេងប្រជាពលរដ្ឋនិងមហាបដកម្មរបស់ប្រជាពលរដ្ឋឡើយគេសម្រេចចិត្តយ៉ាងងងឹលបើកសភាមួយដែលមិនជប់ទឹកឲ្យបានដំណើរការដោយមិនជប់ទឹកហើយគេហ៊ានទាំងបង្កើតរដ្ឋាភិបាលមួយដោយរដ្ឋសភាមិនគ្រប់ទឹកទៀតដូច្នេះសហគមន៍ជាតិអន្តរជាតិជាពិសេសប្រជាប្រដ្ឋខ្មែរមិនអាចទទួលយកបានជាដាច់ខាតបងប្អូនអាចទទួលយករដ្ឋាភិបាលដែលកើតដោយមិនគ្រប់ទឹកនឹងដែរទេបងប្អូនទទួលយកបានណាទេទទួលយកបានណាទេអង្គសមាជរបស់យើងហ៊ានសម្រេចទេថាយើងអត់ទទួលស្គាល់សភាបាក់តែមួយអត់ទទួលស្គាល់រដ្ឋាភិបាលតែមិនគិតទឹកនេះជាដាច់ខាតហ៊ានអនុម័តទេបងប្អូនហ៊ានសម្រេចទេឥឡូវអ្នកណាខ្លះដែលមិនទទួលស្គាល់រដ្ឋាភិបាលអត់គិតទឹកមិនទទួលស្គាល់រដ្ឋសភាអត់គិតទឹកសម្រាប់ឡើយដូច្នេះសមាជថ្ងៃនេះសំផ្ញើសារប្រាប់ទៅរដ្ឋាភិបាលប្រាប់ទៅរដ្ឋសភាអត់គ្រប់ទឹកថាយើងមិនអាចទទួលយកបានទេហើយយើងសូមប្រាប់ទៅមតិអន្តរជាតិថាយើងអត់ត្រូវការរដ្ឋាភិបាលដែលមានការចេញអំពីសភាបាក់តែមួយជាដាច់ខាតដូច្នេះឲ្យកើតក៏កើតចុះប៉ុន្តែសហគមន៍ជាតិអន្តរជាតិអត់ទទួលស្គាល់ទេហើយអង្គសមាជថ្ងៃនេះមិនទទួលស្គាល់រដ្ឋសភាមួយដែលកើតឡើងដោយសារបកតែមួយដោយបកកុម្មុយនីសនោះទេបងប្អូនហើយយើងក៏អត់អាចទទួលយកបាននៅរដ្ឋាភិបាលមួយដែលកើតឡើងដោយសារសភាបកតែមួយនោះដែរហើយជា10000នេះជាការសម្រេចរបស់សមាជយើងទៅចំណុចសំខាន់ទី1ចំណុចទី2គណៈបកសង្គ្រោះជាតិបើសមាជថ្ងៃនេះដើម្បីជម្រាបជូនបងប្អូនជនជាតិអំពីស្ថានភាពនយោបាយដល់ថ្ងៃនេះឥឡូវនេះគណៈបកសង្គ្រោះជាតិដែលមានតំណែងនេះដែលប្រជារាស្ត្របោះឆ្នោតឲ្យជាងពាក់កណ្ដាលនៅក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់យើងសម្រេចចិត្តធ្វើតាមប្រជាពលរដ្ឋខ្មែរដោយយើងអត់ចូលប្រជុំសភាដែលកើតឡើងដោយការបោះឆ្នោតមិនត្រឹមត្រូវនេះជាដាច់ខាតគេយកលោកប្រធានសំរងស៊ីកម្មសខាដល់ហើយខ្លួនអញ្ចឹងសភាគេបានបើកហើយប៉ុន្តែតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលជាប់ឆ្នោតនោះមិនចូលប្រជុំជាដាច់ខាតរហូតដល់រយុទ្ធធរជូនម្ចាស់ឆ្នោតឲ្យបានហើយតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិយើងនឹងទាមទារនៅជ័យជំនះនេះឲ្យមានការផ្លាស់ប្ដូរកែតម្រង់នៅប្រទេសកម្ពុជាយើងឲ្យបានបងប្អូនជនជាតិជាទីស្នេហាថ្ងៃនេះជាឱកាសសម្រាប់បងប្អូនហើយយើងដឹងហើយថាសភារបស់យើងតំណាងរាស្ត្រយើងរបស់គណៈបកសង្គ្រោះជាតិដែលបងប្អូនអ្នកបោះឆ្នោតហើយនោះបានដើរតាមផ្លូវដែលបងប្អូនគូសឲ្យដើរមកដល់កន្លែងហ្នឹងហើយយើងដើរដល់កន្លែងហ្នឹងហើយ
ជុំសភាជាមួយគណៈបកប្រជាជនកម្ពុជាឡើយដូច្នេះសមាជថ្ងៃនេះគឺគោលបំណងចង់សុំយោបល់ពីបងប្អូនវិញសុំមតិពីបងប្អូនវិញថាឥឡូវយើងដើរជាមួយបងប្អូនដល់នឹងហើយតើបងប្អូនចង់ឲ្យគណៈបកសង្គ្រោះជាតិធ្វើអ្វីតទៅមុខទៀតបងប្អូនខ្ញុំនឹងទុកឱកាសជូនបងប្អូនតំណាងឡើងសម្ដែងមតិសួរថាតើគណៈបកសង្គ្រោះជាតិត្រូវធ្វើអ្វីទៀតដើម្បីឲ្យមានការផ្លាស់ប្ដូរនៅប្រទេសកម្ពុជាដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរនិងប្រយោជន៍ជាតិរបស់យើងទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនបណ្ដឹងអំពីអ្វីជានយោបាយស្ថានភាពនយោបាយដល់បច្ចុប្បន្នហើយនឹងជំហររបស់គណៈបកសង្គ្រោះជាតិហើយខ្ញុំសូមអំពាវនាវឲ្យសមាជិកសមាជិកានៃអង្គសមាជទាំងអស់ដើម្បីឡើងសម្ដែងមតិថាតើយើងចង់ឲ្យគណៈបកសង្គ្រោះជាតិធ្វើអ្វីទៀតទៅថ្ងៃមុខនេះសូមអរគុណបាទ